ជំរាបសួរបបងប្អូនទាំងអស់នាងខ្ញុំផណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការផាកពិន័យចំពោះអំពើល្មើសនិងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្មចំពោះអង្គភាពមិនស្វែងរកប្រាក់ចំណេញរងសវនកម្មត្រូវទទួលរងការផាកពិន័យជាប្រាក់ចំពោះអំពើល្មើសមួយឬច្រើនដូចនៅខាងក្រោម 1. ការមិនដាក់តម្កល់របាយការណ៍រ៉ាំថោប្រចាំឆ្នាំនៅនគរសត្រូវទទួលរងការផាកពិន័យជាប្រាក់ចំនួន36 លានរៀល 2. ការមិនដាក់របាយការណ៍រ៉ាំថោប្រចាំឆ្នាំឲ្យរងសវនកម្មឯករាជ្យតាមលក្ខខណ្ឌដែលកំណត់ដោយបទបញ្ញត្តិជាធរមានត្រូវទទួលរងការផាកពិន័យចំនួន1.6 លានរៀល 3. ការមិនកាន់កាប់បញ្ជីការគណនេយ្យត្រូវទទួលរងការផាកពិន័យជាប្រាក់ចំនួន6.4 លានរៀល 4. ការកាន់បញ្ជីការគណនេយ្យមិនត្រឹមត្រូវត្រូវទទួលរងការផាកពិន័យជាប្រាក់ចំនួន3.2 លានរៀល 5. ការរៀបចំរបាយការណ៍រ៉ាំថោប្រចាំឆ្នាំមិនស្របតាមស្តង់ដារគណនេយ្យជាធរមានត្រូវទទួលរងការផាកពិន័យចំនួន6 លានរៀល 6. ការមិនប្រើរបាយការណ៍រ៉ាំថោប្រចាំឆ្នាំសម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធត្រូវទទួលរងការផាកពិន័យចំនួន4.8 លានរៀល 7. ការមិនរក្សាទុកឯកសារគណនេយ្យស្របតាមពេលវេលាកំណត់ដោយច្បាប់ត្រូវទទួលរងការផាកពិន័យចំនួន8 លានរៀល 8. ការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិគណនេយ្យនិងសវនកម្មត្រូវទទួលរងការផាកពិន័យចំនួន6 លានរៀល 9. ការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុប្រចាំឆ្នាំខុសដោយចេតនាត្រូវទទួលរងការផាកពិន័យចំនួន8 លានរៀល 10. ការមិនប្រើប្រាក់រៀលនៅក្នុងរបាយការណ៍រ៉ាំថោប្រចាំឆ្នាំសម្រាប់ដាក់តម្កល់នៅនគរសត្រូវទទួលរងការផាកពិន័យចំនួន2 លានរៀល 11. ការមិនប្រើភាសាខ្មែរនៅក្នុងរបាយការណ៍រ៉ាំថោសម្រាប់ដាក់តម្កល់នៅនគរសត្រូវទទួលរងការផាកពិន័យចំនួន2 លានរៀល 12. ការប្រើការីបរិច្ឆេទគណនេយ្យខុសពីការកំណត់នៅក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មដោយគ្មានការអនុញ្ញាតជាមុនពីនគរសត្រូវទទួលរងការផាកពិន័យចំនួន2 លានរៀល ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ